ជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៅដែរបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានប្លែកមួយបាទដែលកើតមាននៅក្នុងប្រទេសប្រេស៊ីលបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមស្ដាប់ទាំងអស់គ្នាបាទប៉ូលីសត្រូវការពេលវេលាស៊ើបអង្កេតក្នុងអំពើនេះស្រមអនាម័យនៅក្បែរសាកសពស្ត្រីម្នាក់បានប្រភពព័ត៌មានមកពីប្រទេសប្រេស៊ីលសាកសពស្ត្រីម្នាក់ត្រូវបានគេរកឃើញនៅជិតផ្លូវ Highway BR 364ពាក់កណ្ដាលនឹងមានសញ្ញានៃការចាប់រំលោភបន្ទាប់ពីព្រោះតែនៅក្បែរសាកសពនេះមានស្រមអនាម័យដែលទើបនឹងប្រើរួចបាទហេតុការណ៍បានកើតឡើងនៅក្នុងទីក្រុងជីងប៉ារ៉ាណាទីក្រុងរ៉ូដូណៃប្រទេសប្រេស៊ីលមានចំណុចសង្ស័យនិងភស្តុតាងដែលអាចកំណត់អត្តសញ្ញាណជនសង្ស័យគឺជនសង្ស័យប្រើស្រមអនាម័យហើយបន្សល់ទុកនៅក្បែរសាកសពបញ្ហាប៉ូលីសអាចពិនិត្យ DNA រកមុខឃាតករឃើញបាទម្យ៉ាងទៀតនេះក៏អាចជាឧបាយកលមួយដែលចង់ទម្លាក់កំហុសទៅលើជនណាម្នាក់ទៀតដែលស្រមអនាម័យក៏អាចរើសពីកន្លែងផ្សេងមកដាក់ក្បែរសាកសពដើម្បីទម្លាក់ទៅលើអ្នកផ្សេងក៏អាចថាបានដែរបាទប៉ូលីសត្រូវការពេលវេលាដើម្បីស៊ើបអង្កេតក្នុងរឿងនេះបាទនេះជាសាកសពស្ត្រីម្នាក់ហ្នឹងបាទនេះគឺស្លាប់យ៉ាងអណោចអធមបាទនេះគឺជាស្រមអនាម័យដែលប្រើរួចដែលនៅក្បែរចិត្តស្ត្រីម្នាក់នោះបាទថាជាព័ត៌មាននេះគឺរៀងប្លែកបន្តិចតើករណីនេះគេអាចរកឃើញជនបង្កហេតុឬក៏ឃាតករនេះបានដែរឬទេដោយធ្វើការពិនិត្យ DNA ប៉ុន្តែប៉ូលីសខ្លះបាននិយាយថាខ្លាចមានអ្នកបន្លំយកស្រមអនាម័យអ្នកផ្សេងដើម្បីបង្វែងទិសរបស់ប៉ូលីសទៅវិញបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ